ទិវាជ័យជំនះ7មករាឆ្នាំនេះគណៈបកប្រជាជនពុំមានការជួបជុំលក្ខណៈទ្រង់ទ្រាយធំឡើយឆ្នាំ2026នេះគណៈបកប្រជាជនកម្ពុជានឹងមិនមានការរៀបចំមេទីងអបអរសាទរខួបអនុស្សាវរីយ៍ថ្ងៃជ័យជំនះ7មករាជាលក្ខណៈទ្រង់ទ្រាយធំដោយបណ្ដាឆ្នាំមុននោះឡើយតាមការអះអាងរបស់អ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកជាធីរិទ្ធការមិនធ្វើពិធីជួបជុំនេះគឺដោយសារប្រទេសជាតិកំពុងប្រឈមនឹងជម្លោះនៅតាមព្រំដែនជាមួយប្រទេសថៃទោះជាមិនមានការរៀបចំមេទីងជួបជុំក៏ដោយតែលោកជាធីរិទ្ធបានប្រាប់កាសែតក្នុងស្រុកថាសម្ដេចតេជោហ៊ុនសែនប្រមុខគណៈបកប្រជាជនកម្ពុជានឹងមានជាសារនយោបាយដោយបណ្ដាឆ្នាំមុនជាធម្មតាលោកបាននិយាយនៅថ្ងៃច័ន្ទនេះថាដូច្នេះថាដោយសារស្ថានភាពនៃបញ្ហាជម្លោះនៅតាមព្រំដែនយើងមិនមានការរៀបចំជាមេទីងអីទេសម្រាប់ទិវាជ័យជំនះ7មករាក្នុងឆ្នាំនេះគ្រាន់ថាយើងមានជាសាររបស់ប្រធានគណៈបកសម្ដេចតេជោជាធម្មតាដោយរាល់ឆ្នាំប៉ុន្តែយើងមិនមានការរៀបចំជាមេទីងនៃការជួបជុំគ្នាអ្វីនោះទេនាថ្ងៃទី7ខែមករាឆ្នាំ2026ខាងមុខនេះគឺជាថ្ងៃគម្រប់ខួប47ឆ្នាំនៃទិវាជ័យជំនះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាទៅលើរបបប្រល័យពូជសាសន៍ប៉ុលពតដែលធ្វើឲ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលារួចផុតពីទារុណកម្មនិងអំពើកាប់សម្លាប់ដល់សាហាវយងក្នុងបំផុតថ្ងៃ7មករាឆ្នាំ1979ត្រូវបានចាត់ទុកថាគឺជាថ្ងៃកំណើតទី2របស់ប្រជាជនកម្ពុជាតែជាការបើកឡើងវិញនៅទំព័រសក្តានថ្មីនៃឯករាជ្យសេរីភាពប្រជាធិបតេយ្យនិងការអភិវឌ្ឍសង្គមឆ្នាំមុនគណៈបកប្រជាជនកម្ពុជាតែងតែរៀបចំប្រារព្ធទិវាជ័យជំនះនេះក្នុងទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញក្រោមវត្តមានអិសរាជជននយោបាយជាន់ខ្ពស់គណៈបកប្រជាជនកម្ពុជាដើម្បីជាការរំលឹកដល់ថ្ងៃមហាជ័យជំនះជាប្រវត្តិសាស្ត្រនេះប៉ុន្តែក្នុងឆ្នាំនេះគណៈបកប្រជាជនកម្ពុជានឹងមិនមានការរៀបចំជាមេទីងជួបជុំបែបនេះទៀតនោះឡើយដោយសារសភាពការប្រទេសជាតិបច្ចុប្បន្នចំនួនព្រំដែនរវាងកម្ពុជានិងថៃបានចាប់ផ្ដើមនៅថ្ងៃទី28ខែឧសភាឆ្នាំ2025បន្ទាប់ពីទាហានថៃបានបែកសម្លាប់ទាហានកម្ពុជាមួយរូបនៅតំបន់មុំបីក្នុងខេត្តព្រះវិហារហើយក្រោយពីហេតុការណ៍នេះបានបង្កើតជាអរិភាពរវាងគ្នាកាន់តែខ្លាំងជាបន្តបន្ទាប់មកមានការប៉ះទង្គិចដោយអាវុធរវាងកងកម្លាំងប្រទេសទាំងពីរហើយបើទោះជាមានបទឈប់បាញ់ក្រោយពីកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិក៏ដោយនៅថ្ងៃទី7ខែធ្នូយោធាថៃបានបើកការវាយប្រហារជាថ្មីម្ដងទៀតក្នុងទ្រង់ទ្រាយធំដើម្បីទន្ទ្រានវាយដណ្ដើមទឹកដីកម្ពុជារយៈពេលជាង20ថ្ងៃពលគឺមកដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025ទើបមានបទឈប់បាញ់ជាថ្មីមួយបានកើតឡើងហើយសភាពការបានស្ងប់ស្ងាត់